ការរកឃើញលលាក្បាលដំរីថ្មិញប៉ែលនៅទសវត្សរ៍ឆ្នាំ1820អ្នកវិទ្យាសាស្ត្របានរកឃើញលលាក្បាលដំរីថ្មិញប៉ែលមួយដំបូងឡើយពួកគេគិតថាវាជាសត្វពីរផ្សេងគ្នាដែលបានងាប់នៅពេលកំពុងប្រយុទ្ធគ្នាហើយដោយសារពេលវេលានិងការវិវត្តនៃភូមិសាស្ត្រទើបធ្វើឲ្យពួកវាជាប់គ្នាដោយចៃដន្យនេះក៏ព្រោះតែរចនាសម្ព័ន្ធនេះបើមើលតាមគោលការណ៍មេកានិកគឺវាខុសពីធម្មតាទាំងស្រុងប៉ុន្តែក្រោយពីការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពួកគេបានរកឃើញថាពួកវាពិតជាមកជាមួយគ្នាមែនដូច្នេះហើយទើបគេបានស្ដាររូបរាងសត្វនេះឡើងវិញត្រឹមត្រូវហើយលើកនេះអ្នកទីត្រូវហើយវាគឺជាសត្វដំរីម្យ៉ាងដែលគេហៅកាត់ថាដំរីថ្មិញប៉ែលរចនាសម្ព័ន្ធនៃថ្គាមក្រោមដ៏ធំសម្បើមថ្គាមខាងក្រោមរបស់វាគឺជាប៉ែលដ៏ធំសម្បើមមួយដែលមានប្រវែងចាប់ពី 0.5 ម៉ែត្រដល់ 2 ម៉ែត្រនេះមានន័យថាពួកវាប្រហែលជាធ្លាប់មានវត្តមានយ៉ាងច្រើនសន្ធឹកសន្ធាប់នៅពេលណាមួយព្រោះសត្វនេះមានសមត្ថភាពសម្របខ្លួនបានយ៉ាងល្អវាអាចស៊ីស្មៅបានយ៉ាងមានប្រសិទ្ធភាពហើយបរិមាណចំណីដែលវាស៊ីគឺច្រើនជាងដំរីបច្ចុប្បន្នដល់ទៅ5ដងយោងតាមផូស៊ីតដែលត្រូវបានរកឃើញគ្រួសារដំរីថ្មិញប៉ែនាសម័យកាលដ៏រុងរឿងបំផុតគឺមានវត្តមានពាសពេញទ្វីបធំៗទាំង4រួមមានអាស៊ីអឺរ៉ុបអាហ្វ្រិកនិងអាមេរិកខាងជើងទម្ងន់ទូទៅពី3ទៅ5តោនស្រដៀងនឹងទម្ងន់ដំរីបច្ចុប្បន្នប្រវែងថ្គាមក្រោមអាចឡើងដល់ 1.5 ម៉ែត្រកូនដំរីមានប្រវែង 0.5 ម៉ែត្រចំណែកឯអំបូរនៅអាមេរិកខាងជើងអាចលើសពី2ម៉ែត្រត្រឹមតែថ្គាមក្រោមមួយវាមានទម្ងន់ដល់ទៅ100គីឡូក្រាមធ្ងន់ជាងមនុស្សពេញវ័យម្នាក់ទៅទៀតតើប៉ែលដ៏ធំបែបនេះមានប្រយោជន៍អ្វីទៅការរចនាដ៏ចម្លែកបែបនេះបានធ្វើឲ្យអ្នកវិទ្យាសាស្ត្រសន្និដ្ឋានខុសជាច្រើនដងការយល់ច្រឡំនិងការរកឃើញការពិតដំបូងឡើយគេគិតថាវាជាសត្វដែលអាចរស់នៅទាំងលើគោកនិងក្នុងទឹកដោយត្រាំក្នុងទឹកដូចជាសត្វហ៊ីប៉ូនិងប្រើថ្គាមជាប៉ែលកាយក្រោមទឹកដើម្បីកាយយកឫសរុក្ខជាតិឬកាត់ស្មៅក្នុងទឹកគំនូសម័យដំបូងតែងតែគូដំរីនេះកប់ក្បាលរបស់វាទាំងស្រុងទៅក្នុងទឹកប្រៀបដូចជាម៉ាស៊ីនកាយដីខ្សាច់ការយល់ឃើញនេះត្រូវបានបន្តជិត90ឆ្នាំរហូតដល់ឆ្នាំ2016ទើបត្រូវបានច្រានចោលតាមរយៈការប្រើមីក្រូទូអេលិចត្រង់កម្រិតខ្ពស់អ្នកវិទ្យាសាស្ត្របានសង្កេតឃើញស្នាមសឹករិចរិលយ៉ាងច្បាស់នៅលើថ្គាមក្រោមស្នាមទាំងនេះអាចបណ្ដាលមកពីការកោសនឹងសម្បកឈើនិងដាំស្មៅដែលរឹងនិងគ្រើមតែប៉ុណ្ណោះនេះបញ្ជាក់ថាពួកវារស់នៅតាមវាលស្មៅនិងព្រៃចំហដោយប្រើប្រម៉ោយរុំមែកឈើរួចយកថ្គាមក្រោមរុញផ្ដេកដើម្បីកោសយកសម្បកឈើមកស៊ីយ៉ាងមានប្រសិទ្ធភាពក៏មានទ្រឹស្ដីមួយទៀតលើកឡើងថាប៉ែលដ៏ធំនេះគឺជាអាវុធសម្រាប់ដំរីឈ្មោលប្រយុទ្ធគ្នាដណ្ដើមញីប៉ុន្តែតាមរយៈការគណនាដោយគំរូមេកានិករចនាសម្ព័ន្ធខាងក្នុងនៃថ្គាមក្រោមរបស់វាមានប្រហោងច្រើននិងមិនរឹងមាំដោយភ្លុកដំរីនោះទេប្រសិនបើវាប្រើយកទៅវាប្រហារបុកទង្គិចវានឹងងាយបាក់ជាទីបំផុតដូច្នេះការសន្និដ្ឋានរួមរបស់អ្នកវិទ្យាសាស្ត្របច្ចុប្បន្នគឺប៉ែលដ៏លេចធ្លោរបស់វាគ្រាន់តែជាឧបករណ៍ស៊ីចំណីដ៏ប៉ិនប្រសប់ដែលធម្មជាតិបានបង្កើតឡើងដើម្បីសម្របទៅនឹងការរស់នៅតំបន់ដីសើមប៉ុណ្ណោះអាចកំបាំងនៃការផុតពូជព្រមគ្នាបើវាមានសមត្ថភាពសម្របខ្លួនបានខ្លាំងយ៉ាងនេះហេតុអ្វីបានជាវាផុតពូជយ៉ាងតក់ក្រហល់កាលពី10លានឆ្នាំមុនកាលពី14លានឆ្នាំមុនផ្ទាំងទ្វីបឥណ្ឌាបានបុកទង្គិចយ៉ាងខ្លាំងជាមួយផ្ទាំងទ្វីបអឺរ៉ាស៊ីដែលបណ្ដាលឲ្យខ្ពង់រាបទីបេហបឡើងយ៉ាងលឿន1បំរែបំរួលអាកាសធាតុខ្ពង់រាបនេះបានរារាំងចរន្តខ្យល់ក្តៅនិងសើមធ្វើឲ្យបរិមាណទឹកភ្លៀងនៅស្រុកកំណើតរបស់ពួកវាធ្លាក់ចុះនិងប្រែជាស្ងួតហួតហែងខ្លាំង2ការបាត់បង់ជម្រកនិងចំណីជម្រកដ៏សម្បូរបែបត្រូវបានប្រែក្លាយទៅជាវាលខ្សាច់គូប៊ីរុក្ខជាតិទន់និងសម្បកឈើដែលជាចំណីចម្បងរបស់វាបានថយចុះហើយត្រូវបានជំនួសដោយរុក្ខជាតិវាលស្មៅដែលគ្រើមនិងស្វិត3ការប្រកួតប្រជែងប្រដាប់ប្រដាស៊ីចំណីរបស់ដំរីថ្មិញប៉ែលមិនអាចទំពាចំណីដែលគ្រើមទាំងនេះបានទេធ្វើឲ្យពួកវាខ្វះអាហារូបត្ថម្ភស្របពេលជាមួយគ្នានេះសត្វដែលសម្របខ្លួនរស់នៅតាមវាលស្មៅធំទូលាយដូចជាសត្វសេះមានម្រាមជើង3និងសត្វក្តាន់បានវិវត្តនិងដណ្ដើមយកធនធានរុក្ខជាតិដែលមានកម្រិតនោះថែមទៀតទីបំផុតជោគវាសនាដែលរងចាំដំរីថ្មិញប៉ែលគឺមានតែការផុតពូជប៉ុណ្ណោះហើយវាគឺជាការផុតពូជព្រមគ្នាយ៉ាងលឿននិងស្ងាត់ស្ងៀមបំផុតនឹងកែសូមអរគុណចំពោះការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀត